អត្ថប្រយោជន៍នៃវីតាមីនវីតាមីនគឺជាសមាសធាតុដ៏សំខាន់បំផុតដែលត្រូវបានទាមទារក្នុងបរិមាណតិចតួចក្នុងរបបអាហារដើម្បីទ្រទ្រង់មុខងារផ្សេងៗដែលទាក់ទងនឹងការលូតលាស់ការបន្តពូជនិងការថែរក្សាសុខភាពវីតាមីនគឺជាមីក្រូសារធាតុសំខាន់ៗដែលត្រូវការសម្រាប់មុខងាររាងកាយជាច្រើនដូច្នេះហើយចាំបាច់ដើម្បីរក្សាសុខភាពវីតាមីនត្រូវបានបែងចែកតាមប្រពៃណីជាពីរក្រុមរលាយក្នុងទឹកមានន័យថារលាយក្នុងទឹកឬរលាយជាតិខ្លាញ់មានន័យថារំលាយបានក្នុងខ្លាញ់វីតាមីនរលាយក្នុងទឹករួមមានការប្រមូលផ្ដុំនៃវីតាមីន B និងវីតាមីន C វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលមាននៅក្នុងផ្លែក្រូចដូចជាក្រូចនិងក្រូចថ្លុងនិងនៅក្នុងបន្លែ cruciferous ដូចជា broccoli និង Brussels sprouts ការប្រមូលផ្ដុំនៃវីតាមីន B ទាំងអស់ជួយក្នុងដំណើរការ metabolic ផ្សេងៗនៅក្នុងរាងកាយហើយត្រូវបានគេរកឃើញនៅក្នុងពំពោកអាហាររុក្ខជាតិដែលមិនទាន់កែច្នៃនិងអាហារសត្វវីតាមីន B12 ត្រូវបានរកឃើញជាចម្បងនៅក្នុងអាហារសត្វប៉ុន្តែអាចទទួលបានយ៉ាងងាយស្រួលតាមរយៈធុញធាពង្រឹងនិងទឹកដោះគោដែលមិនមែនជាទឹកដោះគោសម្រាប់អ្នកដែលប្រើប្រាស់របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិវីតាមីនរលាយក្នុងខ្លាញ់រួមមានវីតាមីន A, D, E និង K វីតាមីន A គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងជួយសុខភាពភ្នែកដែលមាននៅក្នុងបន្លែស្លឹកបៃតងដូចជាខាត់ណាក្រូចនិងបន្លែពណ៌លឿងដូចជាការ៉ុតជាដើមវីតាមីន D ជួយដល់សុខភាពឆ្អឹងនិងទទួលបានតាមរយៈការប៉ះពាល់ស្បែកទៅនឹងពន្លឺថ្ងៃការទទួលទានត្រីខ្លាញ់និងអាហារដែលមានកម្លាំងវីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារមនះកោសិកាហើយមាននៅក្នុងគ្រាប់ជាតិផ្លែឈើនិងបន្លែវីតាមីន K ជួយដល់ការកកឈាមនិងសុខភាពឆ្អឹងហើយមាននៅក្នុងបន្លែស្លឹកបៃតងនិងពន្លកសែលលុះត្រាតែមានកង្វះវាត្រូវបានណែនាំឲ្យផ្ដោតជាចម្បងលើការទទួលបានវីតាមីនពីប្រភពអាហារធៀបនឹងការបន្ថែមតាមរយៈការទទួលទានអាហារចម្រុះពីគ្រប់ក្រុមអាហារអ្នកអាចធានាបានថាអ្នកកំពុងទទួលបានវីតាមីនទាំងអស់ដែលត្រូវការដើម្បីរក្សាសុខភាពការពារប្រឆាំងនឹងជំងឺមហារីកនិងគាំទ្រការជាសះស្បើយពីការព្យាបាលជំងឺមហារីកសូមអរគុណ